បើខ្ញុំប្រាប់អ្នកថាមានការងារមួយមិនចាំបាច់មានជំនាញមិនចាំបាច់មានបទពិសោធន៍ប្រាក់ខែខ្ពស់ដល់ថ្នាក់ឃើញហើយចង់ឈប់ធ្វើការចាស់ៗភ្លាមៗអ្នកជឿទេ យុវជនក្នុងរឿង Heaven Blood ក៏ជឿដូចគ្នារឿងនេះចាប់ផ្ដើមពីយុវជនវៀតណាមមួយក្រុមជីវិតធម្មតាក្រីក្រតិចៗមានសុបិនធំចង់រកលុយលឿនចង់ផ្លាស់ប្ដូរជីវិតហើយថ្ងៃមួយមានគេសារ Messenger មកបងមានការងារល្អណាស់ call center ប្រាក់ខែខ្ពស់ស្នាក់នៅស្រួលអាហារឥតគិតថ្លៃអូហូស្ដាប់ហើយបែកដួងលោតភ្នែកភ្លឺអនាគតដូចស្ថិតនៅមុខភ្នែកតែនេះមិនមែនជារឿងសុបិនទេវាជាសុបិនអាក្រក់ពេលពួកគេមកដល់បរទេសរឿងបង្ហាញនៅកម្ពុជាលិខិតឆ្លងដែនចោលយកអស់ទូរស័ព្ទដកចោលសេរីភាពសំទោសគ្មានពាក្យនេះទេពី call center ប្រែជាកន្លែងបងខាំងពីការងារស្រួលប្រែជាការងារបោកគេហើយការងាររបស់ពួកគេគឺបោកស្នេហាអនឡាញបោកវិនិយោគ crypto forex คล้ายបោក app និង game คล้ายអ្នកណាមិនបានគោលដៅមិនបាន KPI សូមស្វាគមន៍ទៅកាន់ការគំរាមការវាយការបង្ខំនៅទីនេះជំរឿមានតែពីរបោកគេឬត្រូវបោកដោយជីវិតហើយនេះហើយជាចំណុចដែលធ្វើឲ្យរឿងនេះខ្លាចមនុស្សល្អត្រូវបានបង្ខំឲ្យคล้ายជាមនុស្សអាក្រក់មិនមែនព្រោះចង់ទេតែព្រោះចង់រស់រឿង Heaven Blood មិនបាននិយាយថាកម្ពុជាជាប្រទេសអាក្រក់ទេប៉ុន្តែវាបង្ហាញថាមានបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនមានមនុស្សពីជាតិផ្សេងប្រើទីតាំងណាដែលងាយលាក់ខ្លួនដូចជារឿងចិន No More Bets ដែលអ្នកមើលហើយចប់មកចង់បិទ Messenger ចង់ block មនុស្សចម្លែកទាំងអស់ Heaven Blood ក៏អារម្មណ៍បែបនោះដែរមើលហើយមិនស្រួលចិត្តមិនស្រួលដេកហើយចាប់ផ្ដើមសួរខ្លួនឯងថាបើថ្ងៃមួយខ្ញុំជឿការងារងាយនោះខ្ញុំនឹងចប់ដូចគេឬទេរឿងនេះមិនមែនមកឲ្យយើងកំសាន្តទេវាមកព្រមានប្រាក់ខែខ្ពស់មិនមែនមកដោយសំណាងការងារងាយមិនមែនគ្មានតម្លៃបង់ចុងក្រោយនេះបើអ្នកកំពុងស្វែងរកការងារក្រៅប្រទេសសូមស្វែងរកឲ្យច្បាស់សួរឲ្យច្បាស់ពិនិត្យឲ្យច្បាស់ព្រោះក្នុងពិភព scam មនុស្សដែលជឿងាយគឺជាគោលដៅបងប្អូនប្រទេសវៀតណាមទើបតែចាក់បញ្ចាំងរឿងខ្នាតធំនិយាយអំពីការបោកប្រាស់តាមអនឡាញដោយទៅនឹងរឿង No More Bets រឿងនោះមានចំណងជើងថា Heaven Blood ឬធានដាវម៉ៅសាច់រឿងហាក់ដូចជាខ្មៅងងឹតដែលនិយាយអំពី scam និងជួញដូរមនុស្សទោះបីជាមិនបានបញ្ជាក់ពីទីតាំងថានៅកម្ពុជាប៉ុន្តែអ្នកមើលរឿងនេះគឺផ្ដោតទីតាំងគឺនៅកម្ពុជាបងប្អូនក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះពាក្យ call center scam និងការងារប្រាក់ខែខ្ពស់ក្រៅប្រទេសបានក្លាយជាអន្ទាក់ធំសម្រាប់យុវជនជាច្រើននៅអាស៊ីរឿងខ្នាតធំរបស់វៀតណាម Heaven Blood ឬធានដាវម៉ៅគឺជាការយកបញ្ហានេះមកបង្ហាញតាមរយៈសិល្បៈភាពយន្តដោយផ្អែកទៅលើរឿងរ៉ាវដែលកើតឡើងពិតនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជារឿងនេះចាប់ផ្ដើមពីយុវជនវៀតណាមមួយក្រុមដែលស្វែងរកឱកាសថ្មីក្នុងជីវិតពួកគេត្រូវបានបញ្ឆោតដោយការផ្សព្វផ្សាយថាមានការងារ IT និង call center ប្រាក់ខែខ្ពស់មិនចាំបាច់មានជំនាញច្រើនប៉ុន្តែសុបិននោះប្រែជាអនាគតងងឹតពេលពួកគេជៀនជើងទៅដល់ទឹកដីបរទេសលិខិតឆ្លងដែនត្រូវដកអស់ទូរស័ព្ទត្រូវដកអស់សេរីភាពបិទចោលទាំងអស់ពួកគេត្រូវបានបង្ខំឲ្យធ្វើការលួចបន្លំតាមអនឡាញដូចជាបោកស្នេហាអនឡាញវិនិយោគ crypto forex คล้าย app និង game คล้ายអ្នកណាមិនសម្រេចគោលដៅត្រូវទទួលទណ្ឌកម្មការគំរាមកំហែងឬអំពើហិង្សាជំរឿមានតែពីរបន្តបោកអ្នកដទៃឬត្រូវបោកបង្ខាំងនិងរងទុក្ខវេទនារឿង Heaven Blood បង្ហាញយ៉ាងច្បាស់ថាជនរងគ្រោះមួយចំនួនត្រូវបានបង្ខំឲ្យក្លាយជាអ្នកប្រព្រឹត្តអំពើខុសច្បាប់ដើម្បីរករៀនបានជីវិតវាជារង្វង់អំពើអាក្រក់ដែលគ្មានអ្នកឈ្នះទោះបីជារឿងនេះយកកម្ពុជាជាទីតាំងសាច់រឿងក៏ដោយការនិយាយក្នុងរឿងបានបញ្ជាក់ថាបញ្ហានេះមិនមែនជាបញ្ហារបស់ប្រជាជនកម្ពុជាទាំងមូលទេវាជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលមានអ្នកនៅពីក្រោយពីជាតិហ្វេងរំលឹកដល់ No More Bets បើអ្នកធ្លាប់មើលរឿងចិន No More Bets អ្នកនឹងស្គាល់អារម្មណ៍នេះល្អណាស់រឿងទាំងពីរមានចំណុចរួមគ្នាថាបង្ហាញឧស្សាហកម្ម scam ជាប្រព័ន្ធធំជនរងគ្រោះត្រូវបានបង្ខំឲ្យបោកអ្នកដទៃជីវិតមនុស្សត្រូវបានចាត់ទុកថាគ្មានតម្លៃតែ Heaven Blood ប្រាប់រឿងនេះតាមសំឡេងរបស់យុវជនវៀតណាមដែលធ្វើឲ្យទស្សនិកជនយល់ច្បាស់ថាការជឿការងាយអាចនាំទៅគ្រោះថ្នាក់ធំជាងអ្វីដែលគិតនៅក្នុងរឿងនេះបានផ្ដោតសារសំខាន់ថាកុំជឿការងារប្រាក់ខែខ្ពស់ងាយកុំធ្វើដំណើរក្រៅប្រទេសដោយមិនមានប្រភពច្បាស់ scam មិនមែនជារឿងឆ្ងាយពីយើងទេ Heaven Blood មិនមែនជារឿងកំសាន្តទេវាជាការព្រមានសង្គមមួយ